ចាំតិចមកយកភ្លើងមកឲ្យអូនកាន់ បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាផ្សិតកញ្ចោបងប្អូនបាទអញ្ចឹងបងប្អូនណាខ្លះដែលធ្លាប់ឃើញផ្សិតកញ្ចោបាទដោយឡែកផ្សិតកញ្ចោនេះគឺដុះនៅស្រុកកោះស្ទឹងណាបងប្អូននៅក្នុងព្រៃស្លាអញ្ចឹងបើសិនជាខ្ញុំនិយាយប្រាប់ថាដុះនៅខាងទន្លេច្បាស់ជាបងប្អូនមិនជឿអីបាទប៉ុន្តែជាស្ដែងផ្សិតនេះពិតជាដុះនៅស្រុកកោះស្ទឹងមែនតើបាទគឺស្ថិតនៅក្នុងភូមិសំរោងឃុំពីមប្រធ្នោះស្រុកកោះស្ទឹងខេត្តកំពង់ចាមកន្លងមកធ្លាប់មានដុះជាយូរណាស់មកហើយបងប្អូនបាទប៉ុន្តែសម្រាប់ដែលពងពមនេះដុះនៅស្រុកពញាក្រែកអញ្ចឹងមួយរយៈនេះគឺដើរជួបតែផ្សិតបងប្អូនបាទដើរជួបតែផ្សិតចឹងនេះផ្សិតដែលថាដុះនៅកំពង់ចាមហ្នឹងគឺវារីកទេបងប្អូននៅពេលដែលយើងដើរបេះស្លាឃើញណាហើយទៅប្រាប់បងប្អូនមួយចំនួនគេអត់ជឿថាមានផ្សិតកញ្ចោទេបងប្អូនបាទគឺនៅក្នុងព្រៃស្លាបាទហើយទៅខ្ញុំក៏មិនគួរជឿដែរបងប្អូនបាទប៉ុន្តែនេះគឺជាផ្សិតកញ្ចោមែនតើណាបងប្អូនបាទមានទីតាំងបាទដូចខ្ញុំប្រាប់បងប្អូនខាងលើអញ្ចឹងគឺនៅភូមិសំរោងឃុំពីមប្រធ្នោះស្រុកកោះស្ទឹងបាទនេះគឺជាការដកពិតប្រាកដមែនបងប្អូនបាទផ្សិតហ្នឹងគឺដកពិតប្រាកដមែនគឺភរិយារបស់ខ្ញុំគាត់ជាអ្នកដកអញ្ចឹងណាអញ្ចឹងមិនអីទេបងប្អូនបាទដោយសារតែវីដេអូហ្នឹងគឺខ្ញុំចង់ចែករំលែកថាផ្សិតកញ្ចោហ្នឹងប្រហែលជាអាចដុះបានគ្រប់ទីកន្លែងមកតាមមើលទៅដោយសារតែដំបូងកថាំងដីនៅខាងស្រុកទលេអត់មានផ្សិតកញ្ចោប៉ុន្តែជាស្ដែងដូចបងប្អូនឃើញហ្នឹងឯងបាទប៉ុន្តែនេះគឺនៅក្នុងស្រុកពញាក្រែកទេគឺខ្ញុំទិញគេទេបាទមិនមែនជាអ្នកដកបានទេបាទហើយទៅផ្សិតកញ្ចោនេះដែរគឺខ្ញុំយកទៅស្ងោរជាមួយមាន់បាទហើយទៅការស្ងោរជាមួយមាន់ហ្នឹងពិបាកពីពណ៌នាណាបងប្អូនអើយមិនដឹងថារសជាតិបែបម៉េចបែបម៉ាទេបាទគាត់តែបងប្អូនសម័យទៅឃើញទេបាទអ្នកដែលធ្លាប់បរិភោគផ្សិតកញ្ចោស្ងោរមាន់អញ្ចឹងណាបាទនេះហើយទៅខ្ញុំមិនហ៊ានថតទេបងប្អូនអើយដោយសារតែខ្លាចលោថាបងប្អូនទប់ចិត្តមិនបានណានៅពេលដែលយើងលាយគ្នាទៅយើងអត់ដឹងថាមានរឿងអីកើតឡើងបងប្អូនបាទទៀតអញអើយចាំបានផ្ទះបាញ់អត់ត្រូវមែនមាន់ចឹងថាវាស្មើខ្សាច់គ្នាហ្មងបាទមាន់មួយចិត្ត1គីឡូចិត្ត1គីឡូជាងបាទវាដាក់ទៅល្មមមួយឆ្នាំងបាទហើយទៅយើងហូប3 4 5នាក់ល្មមបងប្អូនអើយបាទហើយទៅឆ្នាំណាអត់បានហូបពីដើមឆ្នាំបាទមកចុងឆ្នាំវិញបាទហ្នឹងហើយបងប្អូនបាទវីដេអូហ្នឹងគឺមានខ្លីៗប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាចាំតិចមកយកភ្លើងមកឲ្យអូនកាន់